បើបងប្អូនកំពុងតែក្តៅកកុកហើយនៅក្នុងប្រទេសថៃដែលពលរដ្ឋជាច្រើននាំគ្នារត់ឈូឆរទៅដកលុយចេញពីកងធនាគារដោយសារតែធនាគារបង្កកគណនីមួយចំនួនដែលមិនអាចប្រើប្រាស់បានក្រោមហេតុផលដូចខាងក្រោមនេះថ្មីនេះប្រទេសថៃកំពុងតែជួបបញ្ហាក្តៅក្រហាយជាថ្មីដែលមានប្រជាជនជាច្រើនត្រូវធនាគារបង្កកគណនីធ្វើឲ្យពួកគេមិនអាចប្រើប្រាស់បានបង្កជាចលាចលហើយអ្នកដែលនៅសល់ក៏នាំគ្នារត់ឈូឆរទៅដកលុយចេញពីកងធនាគារផ្អើលពេញធនាគារទាំងយប់ទាំងថ្ងៃតែម្ដងបើតាមព័ត៌មានបានឲ្យដឹងថាគណនីរបស់ប្រជាជនជាច្រើនត្រូវបានធនាគារក្នុងស្រុករបស់ខ្លួនបង្កកដោយមិនផ្ដល់ដំណឹងជាមុននោះទេហើយអះអាងថាគណនីទាំងនោះមានការពាក់ព័ន្ធជាមួយនឹងគណនីក្លែងបន្លំរបស់ជនខិលខូចដែលរកស៊ីបោកប្រាស់តាមប្រព័ន្ធអនឡាញការធ្វើបែបនេះបានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាជនជាច្រើនដែលមិនអាចប្រើប្រាស់ប្រព័ន្ធគណនីរបស់ខ្លួនឬប្រើប្រាស់ប្រាក់របស់ខ្លួនបានទាល់តែសោះនោះកត្តានេះហើយបានបង្កឲ្យមានការពិបាកដោយអ្នកខ្លះខ្វះខាតប្រាក់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនហើយប្រជាជនដែលនៅសល់នាំគ្នារត់ទៅដកលុយចេញពីកងធនាគារចំណែកឯហាងមួយចំនួនក៏លែងហ៊ានទូទាត់ប្រាក់តាមរយៈការបាញ់លុយទៀតដែរគឺទទួលតែលុយសុទ្ធតែប៉ុណ្ណោះយ៉ាងណាមិញនៅពេលនេះអគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃកំពុងតែប្រកាសដាស់តឿនឲ្យអាជ្ញាធរដែលពាក់ព័ន្ធប្រញាប់ដោះស្រាយជាបន្ទាន់ពីព្រោះថាកាន់តែមានការវឹកវរហើយប្រជាជននាំគ្នាស្រែកជេររដ្ឋាភិបាលដោយក្តីក្តៅក្រហាយព្រោះតែពុំបានចាយលុយរបស់ខ្លួននៅក្នុងធនាគារបាទបងប្អូននៅក្នុងប្រទេសថៃកំពុងតែជួបចលាចលមែនតែនហើយដែលមិនអាចចាយលុយរបស់ខ្លួនដោយសារតែធនាគារបានបង្កកនៅគណនីដែលមិនអាចប្រើប្រាស់លុយនៅក្នុងគណនីនោះបានដោយធនាគារបានចោទថាគណនីទាំងនោះគឺជាគណនីក្លែងបន្លំដែលពាក់ព័ន្ធទៅនឹងជនខិលខូចរកស៊ីបោកប្រាស់តាមប្រព័ន្ធអនឡាញហើយប្រជាជនដែលមិនអាចប្រើប្រាស់ប្រាក់បាននោះក៏នាំគ្នាស្រែកជេររដ្ឋាភិបាលទាំងក្តីក្តៅក្រហាយតើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងមួយនេះ